ជំរាបសួរបងប្អូនជាទីស្រឡាញ់និងរួមជំនឿនៅក្នុងព្រះគ្រីស្ទថ្ងៃនេះដែរខ្ញុំនឹងលើកយកព្រះគម្ពីរសាស្តាជំពូក1ខ1ដល់ខ18ដើម្បីយកមកអានជូនបងប្អូនទុកពិចារណាខ1ពាក្យទាំងនេះជាពាក្យរបស់គ្រូប្រដៅដែលជាបុត្ររបស់ដាវីតស្ដេចនៅក្រុងយេរូសាឡឹមខ2ការឥតប្រយោជន៍ទទេនេះជាពាក្យរបស់គ្រូប្រដៅពោលទុកថាការឥតប្រយោជន៍ទទេគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេខ3តើមនុស្សមានកម្រៃអ្វីខ្លះពីអស់ទាំងការដែលខ្លួនខំធ្វើដោយនឿយហត់នៅក្រោមថ្ងៃខ4មនុស្សដំណរមួយកន្លងបាត់ទៅហើយដំណរមួយទៀតកើតឡើងតែផែនដីស្ថិតស្ថេរនៅជាដរាបខ5ថ្ងៃក៏រះឡើងហើយលិចទៅវិញរួចប្រញាប់នឹងវិលទៅឯកន្លែងដែលរះឡើងនោះទៀតខ6ឯខ្យល់ក៏បក់ទៅខាងត្បូងរួចវិលមកខាងជើងវិញគឺវិលទៅវិលមកជានិច្ចហើយក៏ត្រឡប់មកតាមផ្លូវដដែលទៀតខ7ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រតែសមុទ្រមិនចេះពេញឡើយហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀតខ8គ្រប់ទាំងអស់ចេះតែចិញ្ជាន់ដដែលជានិច្ចទាល់តែមនុស្សរកថ្លែងមិនបានភ្នែកមើលមិនចេះឆ្អែតហើយត្រចៀកស្ដាប់ក៏មិនចេះពេញដែរខ9របស់ដែលមានពីមុនមកគឺរបស់នោះឯងដែលនឹងមានតទៅទៀតហើយការដែលបានធ្វើពីមុនមកគឺការនោះឯងដែលនឹងធ្វើរៀងតទៅដែរឥតមានអ្វីជាថ្មីនៅក្រោមថ្ងៃឡើយខ10តើមានអ្វីណាមួយដែលគេអាចនឹងថាមើលនេះជារបស់ថ្មីទេដូច្នេះគឺសិតតែបានមាននៅតាំងពីបុរាណមកក៏មាននៅអស់ទាំងកលមុនដែលមនុស្សយើងកើតមកផងខ11គ្មានអ្នកណានឹកចាំពីអ្វីនៅជាន់មុនទេហើយចំនួនមនុស្សទៅខាងមុខក៏នឹងមិននឹកចាំអ្វីដែលត្រូវមាននៅខាងមុខដែរខ12យើងគឺជាគ្រូប្រដៅបានធ្វើជាស្ដេចនៃសាសអ៊ីស្រាអែលនៅក្រុងយេរូសាឡឹមខ13យើងបានផ្ចង់ចិត្តពិនិត្យមើលហើយស្វែងរកដោយប្រាជ្ញាពីគ្រប់ទាំងអស់ដែលកើតមាននៅក្រមេកនេះហើយជាការមានទម្ងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើខ14យើងបានឃើញបណ្ដាការដែលមានធ្វើនៅក្រោមថ្ងៃហើយមើលការទាំងនោះសុទ្ធតែឥតប្រយោជន៍ទេក៏ជាអាសាឥតការផងខ15របស់ណាដែលវាចនោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបានហើយរបស់ណាដែលខ្វះខាតនោះនឹងរាប់មិនបានដែរខ16យើងបាននឹកក្នុងចិត្តថាមើលយើងបានធំឡើងហើយមានប្រាជ្ញាលើសអស់អ្នកណាដែលនៅក្រុងយេរូសាឡឹមមុនយើងទៅទៀតចិត្តយើងបានធ្លាប់ដឹងចំពោះប្រាជ្ញានិងតម្រេះជាច្រើនហើយខ17យើងក៏បានចង់ចិត្តឲ្យបានស្គាល់ប្រាជ្ញាព្រមទាំងសេចក្តីចំគួតនិងសេចក្តីប្រេះផ្ដាស់ក៏យល់ឃើញថាការនោះជាអាសាឥតការដែរខ
ខ18បិទដែលមានប្រាជ្ញាច្រើននោះក៏កើតទុកច្រើនហើយអ្នកណាដែលចម្រើនចំណេះនោះក៏ចម្រើនសេចក្តីព្រួយឡើងដែរ